ញ្ញាធរខេត្តសៀមរាបលើកឡើងថាការងារបរិស្ថានត្រូវការរួមដៃគ្នាពីគ្រប់ភាគីពាក់ព័ន្ធដើម្បីទប់ស្កាត់ហានិភ័យពីសំណល់ប្លាស្ទិកអាជ្ញាធរខេត្តសៀមរាបបានជំរុញនិងលើកទឹកចិត្តដល់បណ្ដាមន្ទីរអង្គភាពជុំវិញខេត្តចូលរួមក្នុងកិច្ចការងារបរិស្ថានជាពិសេសលើការទុកដាក់សំណល់សម្រាមនិងការបំពុលខ្យល់សាធារណៈពីការដុតសម្រាមដែលបានបង្កហានិភ័យយ៉ាងខ្លាំងដល់សុខភាពសាធារណៈជាពិសេសជំងឺមហារីកថ្លែងក្នុងវគ្គសិក្ខាសាលាផ្សព្វផ្សាយស្ដីពីវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈពីការដុតសម្រាមសំណល់រឹងនិងសំណល់ប្លាស្ទិកនៅថ្ងៃទី4ខែកុម្ភៈឆ្នាំ2026លោកយុនលីណេអភិបាលរងខេត្តសៀមរាបបានថ្លែងការកោតសរសើរដល់មន្ទីរបរិស្ថានខេត្តលើការអនុវត្តការងារបរិស្ថាននាពេលកន្លងមកលើកិច្ចការងារភាពស្អាតនិងភាពបៃតងជាពិសេសសហការជាមួយបណ្ដាមន្ទីរអង្គភាពនានាសម្ដៅធានាឲ្យមាននិរន្តរភាពបរិស្ថានលោកយុនលីណេមានប្រសាសន៍ថាអ្វីដែលជាបញ្ហាប្រឈមខ្លាំងបំផុតនោះគឺការដុតសំណល់សម្រាមប្លាស្ទិកសំណល់កសិកម្មនានាដែលបាននឹងធ្វើឲ្យភាគល្អិតតូចៗមិនល្អលើបរិយាកាសមានការកើនឡើងនាំឲ្យមានហានិភ័យខ្ពស់ដល់សុខភាពសាធារណៈជាពិសេសបង្កជាជំងឺមហារីកជាដើមលោកសុនគង់ប្រធានមន្ទីរបរិស្ថានខេត្តបានដឹងថាដើម្បីកែលម្អសុខភាពក្រុងព្រមទាំងការគ្រប់គ្រងគុណភាពខ្យល់សម្ដៅធានាសុវត្ថិភាពបរិយាកាសក្នុងខេត្តក្រសួងបរិស្ថានបានដាក់ចេញនូវច្បាប់លិខិតបទដ្ឋានគតិយុត្តនានាជាច្រើនក្នុងន័យឲ្យសាធារណជនចូលរួមថែរក្សាបរិស្ថានធានាសុវត្ថិភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋប៉ុន្តែវិស័យបរិស្ថានមិនអាចធ្វើតែឯងបាននោះទេដែលបញ្ហានេះទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងន័យថែរក្សាអនាម័យបរិស្ថានសុខភាពខេត្តដើម្បីលើកកម្ពស់មុខមាត់ខេត្តសៀមរាបឲ្យកាន់តែមានភាពទាក់ទាញក្នុងនាមជាពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាលោកប្រធានមន្ត្រីក៏បានអំពាវនាវឲ្យមានការផ្សព្វផ្សាយបន្តដល់អ្នកនៅជុំវិញខ្លួនពីផលប៉ះពាល់បញ្ហាប្រឈមនិងការចូលរួមថែរក្សានិងចូលរួមអនុវត្តវិធី5យ៉ាងជាពិសេសហានិភ័យពីការដុតសំណល់សម្រាមដើម្បីចូលរួមកាត់បន្ថយសំណល់ប្លាស្ទិក